បាទជំរាបសួរពុកម៉ែបងប្អូនជាទីគោរពឥឡូវយើងដល់មួយទៀតហើយគឺប្រាសាទលឹងស្ងាត់ទៀតហើយស្ងាត់ថាជាប្រាសាទលឹងទៀតហើយបាទប្រាសាទលឹងកន្លែងនេះគឺជាគេហៅថានិយាយចំជាបលាំងសម្រាប់ដាក់លឹងសម័យបុរាណបងប្អូនសម័យជីម៉ាន់ទី4ហ្នឹងយើងឃើញថាទីតាំងនេះគឺជាគ្រឹះណាជាគ្រឹះកន្លែងនេះប្រហែលជាលឹងបងប្អូនជាលឹងធំមួយអញ្ចឹងទៅហើយគេដាក់លឹងហ្នឹងសម្រាប់បូជាសពបែបយ៉ាងកន្លែងហ្នឹងឃើញទេនេះលឹងយើងឃើញមានតម្រលឹងនេះតម្រលឹងនៅហ្នឹងនេះបងប្អូននេះលឹងឃើញទេប្រាំងបាក់អស់ហើយនិយាយភាសាហ្នឹងបាក់យកតែម្ដងនេះលឹងបងប្អូនឃើញទេអញ្ចឹងកន្លែងហ្នឹងពីមុនគឺសម្រាប់ដាក់លឹងបាទបាក់ខ្ទីនៅសល់តែប៉ុណ្ណឹងបងប្អូននៅសល់តែប៉ុណ្ណឹងលឹងហ្នឹងមិននឹងតាណាទៀតឃើញតែយូនីទេឃើញតែយូនីទេបងប្អូនឃើញតែយូនីទេលឹងសល់តែកពូខាងលើនេះឯងក្រៅខ្លួននេះបាត់ខ្ទីអស់ហើយអានេះផ្ដែហើយអាចធ្វើពីឥដ្ឋអីចឹងទៅកន្លែងខ្ញុំឈរនេះគឺសុទ្ធតែកន្លែងលឹងទាំងអស់ហើយនេះយូនីបាក់អស់ហើយបើសិនយើងសម័យគិតណាអានេះបាច់នៅខាងក្រោមបន្ទាប់មកយកលឹងដែលខ្ញុំចង់អល់នោះមកដាក់ខាងលើណាបងប្អូនប្រាសាទលឹងគឺមានតែប៉ុណ្ណឹងដោយសារតែវាទូចមានតែប៉ុណ្ណឹងសម័យបាទកោះកេរគឺសូរិយៈសំទោសជីម៉ាន់ទី4បាទវ៉កិច្ចបាននៅពីលើហើយប្រាសាទលឹងនេះអ្នកនរនេះចាំមើលនេះអត់សម័យអង្គរគឺប៉ុណ្ណឹងអត់ធំទេបាទអត់សម័យចិនណាធំជាងនឹងធំវែងតែម្ដងសម័យអង្គរគឺអត់ធំទេទូចស្មូតលូនចឹងណាបងប្អូនគឺនេះទស្សនភាពប្រាសាទលឹងមានតែប៉ុណ្ណឹងប្រាសាទលឹងគឺមានតែប៉ុណ្ណឹងជួបគ្នានៅប្រាសាទបន្តទៀតបងប្អូននេះគឺគេឲ្យឈ្មោះថាប្រាសាទបេងបាទប្រាសាទបេងនេះប្រហែលជាដាក់ឈ្មោះឲ្យដោយសារតែមើលទៅបើឡើងទៅហាក់បីដូចជាគ្រោះថ្នាក់បងប្អូនពេលខ្លះកំឡើងខ្លាចវាធ្លាក់ថ្មបាក់ជើងបាក់ដៃចឹងទៅគ្រោះថ្នាក់ប៉ុន្តែខ្ញុំទាំងឡើងហើយបាទគឺទ្រុឌទ្រោមបាក់អស់ហើយថ្ម3ក្រៀមជាមួយថ្មភក់បងប្អូនណាប៉ុន្តែមើលថ្មភក់ច្រើនជាងមើលផ្ដែនេះធ្លាក់ខ្ទីចម្លាក់ខ្មៅអែមណាបាទនេះផ្លូវចូលបាក់អស់បងប្អូនមកលេងទីនេះប្រយ័ត្នបន្តិចបាក់អស់ខ្ទីមិនសល់ប៉ុន្តែនៅទីនេះគឺគេនឹងធ្វើការជួសជុលឡើងវិញបាទប៉ុន្តែវាមិនដូចដើមការជួសជុលប្រាសាទនេះរៀងមិនធំទេបងប្អូននៅលើទួលមួយទូចល្មមហើយដូចជាឃើញមានកំពែងអីហ្នឹងបាទអត់មានឃើញកំពែងអីគួរឲ្យចាប់អារម្មណ៍មើលថ្មភក់គឺបាក់អស់ហើយទាំងផ្ដែទាំងអីតួប្រាសាទខ្ទីសតែសទេបងប្អូនសតែសទេអញ្ចឹងសមួយផ្នែកនេះអញ្ចឹងសមួយផ្នែកឃើញទេសមួយផ្នែកនេះអញ្ចឹងសមួយផ្នែកហ្នឹងដូចអត់មានសក់អីទៀតទេបងប្អូនណាវាអត់មានផុសតាំងឲ្យដែលថាប្រាសាទហ្នឹងធ្វើដើម្បីអីប៉ុន្តែជាទូទៅបងប្អូនទៅចាំថាប្រាសាទនេះភាគច្រើនគឺតម្កល់លឹងដោយសាររាជធានីនេះក៏ហៅរាជធានីកោះកេររាជធានីឆောက်ကគីនឬក៏ហៅរាជធានីលឹងតែម្ដងបាទបាក់ខ្ទីអស់ហើយហ្នឹងហើយបងប្អូនដូចជាគ្មានអីច្រើនណាស់ទេបាទសម្រាប់អ្នកសិក្សាស្រាវជ្រាវដូចខ្ញុំហ្នឹងគឺជួយចិត្តណាប្រាសាទដែលបាក់បែកហ្នឹងគឺជួយចិត្តហ្មងបាទណាបងប្អូននៅដើមឈើនេះបានទ្រោមទៅលើប្រាសាទមកទំហឹងតែម្ដង